វត្តចំការខ្សាច់បានឧបត្ថម្ភទូកងមហាអន្ត្រីអតឡង់តិច20,000រៀលនិងគណៈកម្មការរបស់យើងចំនួន20,000រៀលផងដែរបាទសូមថ្លែងអំណរគុណបាទលើទូកមកហើយបាទយើងឈានដល់គូបាទគូទី2សម្រាប់ទូកមួងបាទទូកមួងរបស់យើងបាទក្មេងៗចំនួនក្រោយដែលមិនដែលស្គាល់ទូកអត់ដឹងថាទូកមួងទូកអីទេណាទូកមួងគឺជាទូកចែវបាទគូបាទទី14បាទជ្រួយចង្វាសែនជ័យរស្មីមេកុងដែលជើងទី1នៅខ្សែទៅខាងក្នុងមិនទទួលបានជាជំនះទេឥឡូវបដូរទៅខាងក្រៅលទ្ធផលបាទរងចាំមើលពីដំបងជ្រៃមាសរុទ្ធីតាសុកសែនជ័យដែលមកពីព្រែកដំបងអ្នកភ្នំពេញប៉ះជាមួយនៅមុខកពូលឥឡូវលទ្ធផលហាក់ដូចជាដំបងជ្រៃមាសរុទ្ធីតាសុកសែនជ័យក៏នៅតែបន្តធ្វើបានល្អដដែលដែរគឺបន្ថែមលបឿបាទវត្តជ្រៃមាសសាគរព្រែកដំបងមុខកពូលបាទលើដាច់បាត់ហើយពាក់កដាលទូកបាទពាក់កដាលបាទសូមអនុញ្ញាតបន្តមកគូទី15ទុកចែវបាទគូទី15ខ្សែទឹកខាងក្នុងកំហែងពេជ្របាទកំហែងពេជ្រខ្សែទឹកខាងក្នុងពេលជើងទី1នៅក្រៅទទួលជ័យជំនះខ្សែទឹកខាងក្រៅពពករស័ព្ទបាទពពករស័ព្ទមកពីកោះអញ្ញាតីក្រុងអរិយខ្សាត់បាទចាំមើលពពករស័ព្ទជាមួយនឹងកំហែងពេជ្រយ៉ាងណាទៅដែរលបឿនទុកចែវបាទល្អមើលណាខ្សែទឹកខាងក្រៅឯកសន្តានខាងលើអាវពណ៌ក្រហមរំលេចដោយចុងចង្វាពណ៌សល្អទៅដោយបៃតងខ្ចីនៅក្បាលខាសៃចំណែកឯខ្សែទឹកខាងក្នុងឯកសន្តានពណ៌សល្អដោយចុងចង្វាសដូចគ្នានៅពេលនេះលបឿននៅហាក់ប្រហែលគ្នាទេពពករស័ព្ទហើយរស័ព្ទហើយចំណែកឯកំហែងពេជ្រមិនទាន់ដឹងទេបាទឥឡូវរងចាំបាទស្គរជ័យមិនលើឡើងសិនបាទកំផែងពេជ្រក្រៅជើងទី1ល្អឈ្នះណាឥឡូវពពកបាទពពកល្អវិញពពកនេះអតីតជើងឯកនៅខេត្តកណ្ដាលបាទឥឡូវមកជួបគ្នាជាមួយកំផែងពេជ្រចែកគ្នាឈ្នះម្នាក់មួយជើងបាទចែកគ្នាឈ្នះម្នាក់មួយជើងបាទអបអរសាទរជាមួយពពករស័ព្ទហើយរស័ព្ទទៅបាត់គឺព្រះពន្លឺចាំងមកខ្ញុំអ្នកធ្វើអត្ថាធិប្បាយអញ្ចឹងពពករស័ព្ទទៅនឹងគឺទទួលជ័យជំនះគូទី16បាទគូទី16ទុកចែវខ្សែទឹកក្នុងគូទី16មហាកន្លងពេជ្របាទមហាកន្លងពេជ្រគូទី16នេះជើងទី1គាត់ទទួលជ័យជំនះបាទនៅខ្សែទឹកក្រៅឥឡូវគាត់ចូលមកខ្សែទឹកក្នុងឯខ្សែទឹកក្រៅជ្រោយមេត្រីដែលចូលសែនជ័យវិហារអ៊ីស្លាមឬស័យជ្រោយរបស់បាទលោកមេឃុំស្រេងបាទស្រុកមុខកពូលបាទយ៉ាងម៉េចហើយជើងទី1បាទมันអាចឈ្នះកន្លងពេជ្រទេតែឥឡូវចាំមើលជើងទី2ប្រហែលគេគាត់ដូរយុទ្ធសាស្ត្របន្ថែមបច្ចេកទេសយ៉ាងណាយ៉ាងណីយកឈ្នះម្ដងម្នាក់ឬក៏ទៅមិនរួចទេចាំមើលបាទអរគុណណាលោកគ្រូឥឡូវនេះយើងឃើញហើយខ្សែទឹកខាងក្នុងមានព្រៀបបន្តិចបន្តួចណាបាទមហាកន្លងពេជ្រជើងទី1បាទធ្វើបាទបាទជើងទី2នេះក៏នៅតែបន្តល្អដែរប៉ុន្តែនាំមុខបន្តិចបន្តួចនេះមិនប្រកបទេណាដោយសារថាជ្រួយមេត្រីដែលជួសែនជ័យនេះក៏ល្អដូចគ្នាបាទឥឡូវកំពុងតែបន្ថែមលបឿនមកហើយបាទអត់មានថប់ថយទេមហាកន្លងពេជ្របាទនៅតែបន្ថែមលឿនមកដែលបាទអត់មានថប់ថយទេនៅតែដកគូប្រកួតបន្តិចម្ដងហើយកន្លងពេជ្របាទចាក់មកឡើងលឿនអាចនឹងដាច់ទៀតនេះបាទដាច់បាត់ហើយបាទដាច់ប៉ាត់ឥឡូវយើងបន្តគូជាបន្តបាទគូទី17បាទខ្សែទឹកខាងក្នុងរតនមនីសាមគ្គីមានជ័យមកពីបាទជ្រៃមាសសាគរដល់ព្រែកដបងមុខកពូល
បាទជើងទី1អត់ធ្វើបានល្អទេឥឡូវបដូរមកខ្សែទឹកខាងក្នុងបាទចំណែកឯរស្មីបុរីតេជោសែនជ័យខ្សែទឹកខាងក្រៅអលីបូបាទពុករុស័យជើងទី1ល្អទទួលបានជ័យជំនះបដូរទៅនាំមុខដែរបាទនាំមុខនៅប្រទាក់ប្រទាញគ្នាទេបាទមិនទាន់ដឹងថាយ៉ាងម៉េចឥឡូវយើងមុនបន្ថែមលបឿនហើយបាទតន់ឬមិនតន់គេបន្ថែមជើងម្នាក់ទៀតបាទមួយជើងម្នាក់ទៀតទេឈ្នះទាំងពីរជើងបាទមួយជើងម្នាក់អូអធិស្ឋានមួយជើងម្នាក់ចែកគ្នាឈ្នះបាទពីមុនឈ្នះបាទខ្ញុំមក highlight នោះបាទអញ្ចឹង highlight ពណ៌ខុសគ្នាឥឡូវយើងបន្តទៅគូជាបន្តទៀតបាទចែកគ្នាបាទគូចុងក្រោយសម្រាប់បាទទូកចៅបាទក្រពុំសែនជ័យបារមីបលាំងពេជ្រខ្សែទឹកខាងក្រៅកោះដាច់ជាមួយនឹងពេជ្របាទសេរីរិទ្ធធីតាអមរាសុកសែនជ័យជើងទី1ទទួលបានជ័យជំនះឥឡូវបដូរខ្សែទឹកនេះបាទបដូរខ្សែទឹកទៅខាងក្រៅនៅតែល្អលោកគ្រូអត់ទេអត់ល្អទេខាងក្រៅល្អជាងបាទក្រពុំពេជ្រល្អបាទលើនេះបន្ថែមលោកវឿនយើងចាំមើលមិនទាន់ដឹងយ៉ាងម៉េចទេខ្សែទឹកក្រៅដូចជាគួសមដែរបាទគួសមដែរណាបាទបលាំងពេជ្រកំហែងបាទចាំមើលជើងទី1គាត់មកពីភ្នំពេញបាទមកពីភ្នំពេញដែរទេខ្ញុំក៏មកពីភ្នំពេញដែរបាទក៏ប៉ុន្តែកន្លែងខុសគ្នាខ្ញុំនៅអីសកាត់ភ័យវែងភ័យសឯនោះបាទឥឡូវយើងឃើញហើយបាទកំពុងតែបន្ថែមលបឿនមកហើយបាទចុងក្រោយនេះវាយដាច់ប៉ាត់តែម្ដងបាទមិនឲ្យតដៃទេបាទដាច់បាទមួយជើងម្នាក់ទៀតហើយបាទ038ច្បាស់ណាកំពុងពេជ្រសែនជ័យបារមីបលាំងពេជ្ររាជធានីភ្នំពេញកោះដាច់ទទួលបានជ័យជំនះបាទឥឡូវយើងឈានដល់គូទូកវែងរបស់យើងវិញម្ដងបាទចូលដល់គូដែលលឿនដែលផ្ដោតអារម្មណ៍ដែលជូននៅទស្សនីយភាពគួរឲ្យចាប់អារម្មណ៍ដល់អង្គពិធីបាទសូមបងទូកចៅអីហ្នឹងបាទបដែតខ្លួននៅមុខវេទិកាយើងមកមើលទូកវែងបាទយើងក៏មិនតាន់ទៅណាណាព្រោះយើងនៅមានពិធីចែកពានអញ្ចឹងបងទាំងអស់គ្នានៅបន្តបាទជាកិត្តិយសរួមគ្នាជាភាពសប្បាយរីករាយការអ៊ូអរបាទជុំគ្នាបាទ